ប្រាក់ខែរបស់ខ្ញុំបានតែ250ទេពូអើយងាប់ហើយក្មួយអើយក្មួយរៀនចប់4ឆ្នាំប្រាក់បានតែ$250ចាញ់កូនពូទេវាធ្វើតែសំណង់មួយថ្ងៃយ៉ាងហោចក៏បាន$60000ដែរក្មួយអើយរឿងប្រាក់ខែ$250ពន្លឺព្រះអាទិត្យព្រឹកព្រលឹមរះឡើងពីក្រោយវាលស្រែធំទូលាយនៅតាមជនបទនៅលើវាលស្មៅបៃតងហាក់ដូចជាផ្ទាំងពន្លឺធម្មជាតិដែលខ្ចង់ត្រជាក់បក់តាមដើមត្នោតធំធំនៅក្នុងផ្ទះឈើតូចមួយដែលមានស្ត្រីចំណាស់ម្នាក់កូនស្រីពៅកំពុងឈរនៅមុខផ្ទះរបស់គាត់រងចាំមើលផ្លូវកូនរបស់គាត់ត្រឡប់មកពីទីក្រុងវិញកូនរបស់គាត់មានឈ្មោះថាវុធីអាយុ23ឆ្នាំពេលល្ងាចវុធីត្រឡប់មកដល់ស្រុកកំណើតវិញថ្ងៃលិចក្រោយវាលស្រែពន្លឺពណ៌ទឹកក្រូចស្រទន់លាយជាមួយមេឃពណ៌ខៀវស្រាលធ្វើឲ្យភូមិនោះមើលទៅស្ងប់ស្ងាត់បំផុតពេលនោះវុធីបានជួបនឹងអ្នកភូមិម្នាក់បានសួរទៅវុធីថាវុធីឯងទៅមកធ្វើការនៅទីក្រុងមែនទេវុធីឆ្លើយតបទៅវិញថាបាទលោកពូព្រោះថាកន្លែងការងារខ្ញុំគេឲ្យសម្រាក3ថ្ងៃនឹងណាពូទើបខ្ញុំមកលេងផ្ទះវិញព្រោះនឹកម៉ែនិងប្អូនខ្ញុំខានមកគាត់យូរដែរហើយពេលនោះពូសំបានសួរទៅវុធីទៀតថានិយាយចឹងឯងទៅធ្វើការនៅទីក្រុងបានប្រាក់ខែប៉ុន្មានដែរប្រាក់ខែរបស់ខ្ញុំបានតែ250ទេពូអើយងាប់ហើយក្មួយអើយក្មួយរៀនចប់4ឆ្នាំប្រាក់បានតែ$250ចាញ់កូនពូទេវាធ្វើតែសំណង់មួយថ្ងៃយ៉ាងហោចក៏បាន$60000ដែរក្មួយអើយវុធីបាននិយាយថាធ្វើម៉េចទេពូអើយបើខ្ញុំទើបតែរៀនចប់ចេញធ្វើការងារអញ្ចឹងបានប្រាក់ខែច្រើនមកពីណាទេពូចឹងខ្ញុំសូមលាពូទៅផ្ទះសិនហើយអើទៅចុះក្មួយងាប់ហើយរៀនចប់4ឆ្នាំប្រាក់250ពេលវុធីជិតដល់ផ្ទះគាត់ឃើញម្ដាយកំពុងរងចាំនិងប្អូនស្រីពៅដែលបង្ហាញអារម្មណ៍ស្ងប់ស្ងាត់ទោះបីជាជីវិតក៏ពោពេញដោយការតស៊ូនៅខាងក្រៅបងមកហើយស្រីពៅរត់មកទទួលដោយភ្នែកភ្លឺវុធីញញឹមនឹងទប់ដង្ហើមក្រោយពេលធ្វើការពេញមួយថ្ងៃអត់អីគ្រឿងត្រឡប់មកហើយម្ដាយគាត់ចាប់ដៃកូនប្រុសហើយនិយាយទន់ម៉ែរីករាយដែលកូនត្រឡប់មកផ្ទះទោះកូនទៅធ្វើការឆ្ងាយពីម៉ែនិងប្អូនស្រីឯងនឹកកូនណាស់វុធីឈរនៅមុខផ្ទះគាត់ដឹងថាទោះបីមានការប្រឈមនឹងការសម្ពាធជាច្រើនក៏ប៉ុន្តែផ្ទះតូចនេះនិងគ្រួសារគឺជាអត្ថន័យនិងកម្លាំងចិត្តដ៏ធំក្នុងជីវិតគាត់ប្រាក់ខែ$250អាចមិនគ្រប់គ្រាន់ប៉ុន្តែសេចក្តីស្រឡាញ់និងការតស៊ូរបស់យើងគឺមានតម្លៃលើសគ្រប់អ្វីទាំងអស់ព្រឹកព្រលឹមរះឡើងពីក្រោយវាលស្រែធំទូលាយពេលដែលគាត់ឆ្លងកាត់ផ្ទះតូចនឹងវាលស្រែខណៈដំណើររបស់គាត់ជួបមិត្តភក្តិចាស់ម្នាក់ដែលធ្លាប់រៀនជាមួយគាត់កាលពីសាលាឧត្តមសិក្ខាវុធីតើឯងមកលេងស្រុកមែនទេហើយមកប្រហែលថ្ងៃវុធីញញឹមស្រាលបាទខ្ញុំមកពីម្សិលមិញហើយចុះឯងទៅណាមកណាដែរហ្នឹងនិយាយចិនវុធីឯងធ្វើការងារអីហើយបានប្រាក់ខែប៉ុន្មានខ្ញុំទៅតែរៀនចប់ហើយទៅចូលធ្វើការបានតែ250ស្អីគេប្រាក់ខែ250ងាប់ហើយរៀនចប់4ឆ្នាំប្រាក់បានតែ$250តើវាគ្រប់គ្រាន់សម្រាប់ជីវិតរបស់ម្ដាយនិងប្អូនស្រីរបស់ឯងទេប្រាក់ខែ$250មើលទៅច្រើនសម្រាប់ខ្ញុំនិងគ្រួសាររបស់ខ្ញុំតែបើឯងជាកូនអ្នកមានចឹងសម្រាប់ឯងគឺតិចហើយចឹងគ្នាលាឯងទៅផ្ទះសិនហើយអើទៅចុះថ្ងៃបន្ទាប់មកទៀតវុធីត្រឡប់ទីក្រុងវិញដោយចិត្តរឹងមាំវុធីបានជ្រើសរើសឡៃជាជំនួយការគ្រប់គ្រងប្រាក់ខែរបស់គាត់កើនច្រើនសមល្មមពិសេសបើគាត់អាចធ្វើការបានល្អនិងមានភាពស្មោះត្រង់ក្នុងការងារស្រីពៃកំពុងរីករាយហើយម្ដាយរបស់វុធីមុខពោពេញដោយមោដនភាព
តែវុធីមិនភ្លេចថាជីវិតមិនមែនត្រឹមតែប្រាក់ខែដែលកើនឡើងទេប៉ុន្តែមានការតស៊ូក្តីសង្ឃឹមនិងការគាំទ្រពីគ្រួសារយប់មួយក្រោមពន្លឺអំពូលតូចៗនៃផ្ទះធំរបស់ពួកគេទើបតែធ្វើថ្មីវុធីអង្គុយជាមួយម្ដាយនិងប្អូនស្រីយ៉ាងមានសេចក្តីសុខបងឯងបានធ្វើបានហើយស្រីពៅរីករាយក្នុងសាច់រឿងនេះបានបង្ហាញអំពីមេរៀននៃជីវិតមិនតែងតែឲ្យអ្វីគ្រប់គ្រាន់តែការខិតខំសេចក្តីស្រឡាញ់និងការគាំទ្រពីគ្រួសារអាចធ្វើឲ្យយើងឈានទៅរកអនាគតប្រសើរឡើងបានទោះប្រាក់ខែតិចប៉ុណ្ណាក្តីសង្ឃឹមនិងការតស៊ូគឺមានតម្លៃលើសគ្រប់អ្វីទាំងអស់